ជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីដុតមាន់កូកាកូឡាវិធីនេះគឺងាយស្រួលធ្វើមែនទែនជាដំបូងយើងគ្រាន់តែយកមាន់មកលាងទឹកឲ្យស្អាតបន្ទាប់ពីលាងទឹកមាន់ស្អាតហើយយើងដាក់ម្សៅស៊ុបខ្នុរទឹកប្រេងខ្យងហើយនឹងទឹកស៊ីអ៊ីវចាក់ស្រោចពីលើមាន់អញ្ចឹងមកហើយតបមកទៀតយើងចាប់ផ្ដើមច្បល់ណាបងប្អូនច្បាច់មាន់ជាមួយប្រេងខ្យងជាមួយទឹកស៊ីអ៊ីវជាមួយម្សៅខ្នុរហ្នឹងច្បាច់ចូលគ្នាឲ្យសព្វពេលច្បាច់ចូលគ្នាសព្វហើយយើងផ្អាប់ទុកចោលរយៈពេលតាមបងប្អូនមានពេលទៅកន្លះម៉ោង1ម៉ោង2ម៉ោងអីទៅបងប្អូនពេលផ្អាប់ទុកចោលហ្នឹងបងប្អូនអាចផ្អាប់ហើយយកទៅទុកក្នុងទូទឹកកកវិញក៏បានដែរបន្ទាប់មកយើងចាប់ផ្ដើមយកមាន់ដែលផ្អាប់នៅក្នុងទូរយៈពេល1ម៉ោងកន្លះ2ម៉ោងដូចខ្ញុំប្រាប់បងប្អូនតាមពីដើមមកអញ្ចឹងគឺយកចេញមកផ្អាប់ហ្នឹងគឺផ្អាប់ដើម្បីឲ្យវាចូលជាតិហ្នឹងបងប្អូនបន្ទាប់មកយើងដាក់ខ្ទះមួយមកក្រាលគល់ស្លឹកគ្រៃស្លឹកក្រូចក្រាលនៅបាតខ្ទះហ្នឹងហើយបងប្អូនមានច្រើនអាចដាក់ច្រើនបានគល់ស្លឹកគ្រៃនិងស្លឹកក្រូចបន្ទាប់ពីក្រាលអញ្ចឹងហើយយើងដាក់មាន់ដែលយើងផ្អាប់ហ្នឹងយកមកដាក់ពីលើគ្រឿងហ្នឹងទៅហើយចាក់ទឹកដែលយើងបានប្រឡាក់សហ្នឹងគឺចាក់ស្រោចនៅពីលើមាន់ហ្នឹងឯងហើយនេះខ្ញុំក៏មានបន្ថែមខ្ទឹមសហើយនិងខ្ទឹមក្រហមដែរគឺគ្រឿងផ្សំទាំងអស់ហ្នឹងគឺអាចធ្វើឲ្យឈ្ងុយឲ្យមាន់យើងឈ្ងុយឆ្ងាញ់តែម្ដងបន្ទាប់មកចាក់កូកាកូឡាហ្នឹងមកកំប៉ុងតែមកកំប៉ុងហ្នឹងគឺអាចដុតមាន់ឆ្អិនហ្មងបងប្អូនហើយរសជាតិហ្នឹងគឺថាផ្អែមឆ្ងាញ់ណាពេលនាងខ្ញុំប្រឡាក់នាងខ្ញុំអត់មានបានដាក់ស្ករឬក៏ទឹកឃ្មុំអីទេគឺដាក់តែកូកាកូឡាឯងអញ្ចឹងកូកាកូឡាមកកំប៉ុងវាគ្រប់គ្រាន់សម្រាប់ធ្វើឲ្យមាន់ក្មេងយើងមិនយកមាន់ចាស់ទេណាបងប្អូនពេលដុតហ្នឹងយើងត្រូវជ្រើសរើសមាន់ដែលខ្ចីល្មមគួរសមដុតអញ្ចឹងលឿនណាអស់តែទឹកកូកាកូឡាមកកំប៉ុងហ្នឹងគឺមាន់ហ្នឹងនឹងឆ្អិនហើយសម្រាប់ទឹកស៊ីអ៊ីវម្សៅប្រេងខ្យងម្សៅខ្នុរអីហ្នឹងអធិស្ឋានម្សៅប្រេងខ្យងម្សៅខ្នុរប្រេងខ្យងអីហ្នឹងដាក់ហ្នឹងបងប្អូនលៃទៅតាមមាន់យើងទំហំមាន់យើងហើយកុំដាក់ច្រើនពេកដាក់លៃល្មមទៅព្រោះវាអាចប្រៃព្រោះយើងនឹងរងាស់រហូតតតែទឹកនឹងរីងអស់ណាហើយចឹងដូចខ្ញុំធ្វើមកចឹងមកបន្ទាប់ពីចាក់កូកាកូឡាយើងគ្របមកហើយរៀងរាល់15នាទីទៅ20នាទីយើងបើកត្រឡប់មាន់ម្ដងមកត្រឡប់មើលដើម្បីឲ្យវាឆ្អិនសព្វណាចឹងផ្កាប់ចុះផ្កាប់ឡើងទៅហើយគ្របទៅហើយមាន់ដុតនេះផងដែរនាងខ្ញុំដោយសារតែអ្នកផ្ទះខ្ញុំហ្នឹងគាត់ចូលចិត្តញ៉ាំមានបន្លែអែបដូចជាដលងបារាំងអីចឹងនាងខ្ញុំក៏មានចិត្តដលងបារាំងដាក់ដុតជាមួយដែរតែដុតនៅពេលដែលយើងឃើញសាច់មាន់យើងថាឆ្អិនហើយអញ្ចឹងហើយក៏នៅសល់ទឹកនឹងខ្លះដែរអញ្ចឹងយើងចាប់ផ្ដើមចិត្តដលងបារាំងហើយលៃមើលដុំទំហំតូចមកយើងដូចថាងាយឆ្អិនណាហើយចាត់វាមកដាក់ចូលទៅក្នុងខ្ទះមាន់ហ្នឹងទៅបន្ទាប់ពីដាក់រាយចឹងមកបងប្អូនចាបន្ទាប់ដាក់ចូលចឹងហើយរៀបចឹងហើយភ្លើងបងប្អូនត្រូវដាក់ហឹមបងប្អូនកុំឲ្យដាក់ខ្លាំងពេកបើដាក់ខ្លាំងពេកវាធ្វើឲ្យទឹកនឹងលះរីងហើយមាន់យើងអត់បានឆ្អិនល្អទេហើយក៏ខ្លោចដែរហើយចឹងយើងដាក់ភ្លើងហឹមទៅហើយរយៈពេល15នាទី20នាទីយើងបើកមើលម្ដងត្រឡប់មាន់ហើយបន្ទាប់ពីដាក់ដលងបារាំងចូលនេះខ្ញុំចាក់ប្រេងឆាចូលដែរហើយប្រេងឆាហ្នឹងវានឹងជួយឲ្យសាច់មាន់យើងអាឡូងល្អចាហើយបន្ទាប់មកយើងគ្របចឹងមកទុករយៈពេលប្រហែល15នាទី20នាទីយើងធ្វើដូចពីដំបូងចឹងយើងបើកមើលមកហើយត្រឡប់ចុះត្រឡប់ឡើងតែបងប្អូនកុំកូរខ្លាំងពេកវាអាចធ្វើឲ្យបែកដលងបារាំងដែរអញ្ចឹងទឹកកូកាក៏បានរីងអស់ដែរយើងចាប់ផ្ដើមបើកក្រោបមកហើយត្រឡប់មាន់ចុះត្រឡប់មាន់ឡើងនៅលើភ្លើងហឹមហ្នឹងណានៅបាតខ្ទះហ្នឹងវាមានខ្លាញ់ដែលយើងបានចាក់ហើយនឹងខ្លាញ់ចេញពីមាន់អញ្ចឹងយើងត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យមាន់ហ្នឹងពណ៌ឡើងពណ៌ស្អាតណាចាហើយនេះឆ្អិនហើយបងប្អូនមាន់ដុតកូកាកូឡានិយាយពីថាក្លិនឡើងឈ្ងុយហើយផុយបងប្អូនមិនបាច់ចាំកាប់ទេពេលធ្វើឆ្អិនហើយយើងគ្រាន់តែហែកអញ្ចឹងមកនេះគឺថាល្បេះតែម្ដងចានេះខ្ញុំសូមថ្លែងអំណរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះកុំភ្លេចជួយ like share ហើយនិង subscribe channel YouTube ឲ្យនាងខ្ញុំផងអរគុណជម្រាបលា